ឥឡូវនេះនៅក្នុងកម្មវិធី Lightroom ពេលដែលបើកមកកុំភ្លេចមើលខាងលើនេះគឺជាផ្ទាំង menu របស់វាអានេះក៏ menu ដែរប៉ុន្តែmenu ខាងលើនេះភាគច្រើនយើងអត់សូវប្រើទេព្រោះវាពាក់ព័ន្ធជាមួយនឹងការកំណត់ផ្សេងតែពាក់ព័ន្ធជាមួយនឹងការកែរូបអីគឺនៅខាងលើនេះផ្ទាំងមាន2អញ្ចឹងយើងមើលកន្លែងនេះណាអញ្ចឹងនៅកន្លែង library នេះផ្ទាំងនេះយើងចុច library មានន័យថាជាកន្លែងដែលយករូបចូលនៅក្នុងនេះអត់អាចធ្វើអីបានទេបានត្រឹមតែមើលរូបហើយដាក់រូបចូលនិងមើលរូបនៅពេលដែលយើងចង់ចាប់ផ្ដើមកែរូបណាបាទយើងចុចទៅលើរូបនឹងហើយយើងមកចុចនៅផ្ទាំង develop នេះ library មានន័យថាវិចិត្រសាលឬក៏បណ្ណាល័យរូបអីចឹងតែដល់ពេល develop នេះជាកន្លែងដែលយើងកែអភិវឌ្ឍរូបរបស់យើងចុចរូបណាមួយនៅខាងក្រោមនេះមកហើយចាំយើងចូលមកនេះមកបានយើងអាចកែបានតែនេះអត់ទាន់មានរូបទេអញ្ចឹងមើលប៊ូតុងទាំងអស់នេះគឺអត់មានបង្ហាញអីទាំងអស់អញ្ចឹងដើម្បីយករូបយើងមើលកន្លែងនេះនៅខាងក្រោមយើងចុច library មកហើយមើលខាងក្រោមនេះយើងឃើញពាក្យ import នៅខាងលើនេះបើយើងមានរូបហើយបានវាអាចមានកន្លែងឧទាហរណ៍យើងដាក់ជាកាតាឡុកឈ្មោះអីអាល់ប៊ុមឈ្មោះអីបានវាបង្ហាញតែឥឡូវនេះអត់ទាន់មានអីទាំងអស់បើយើងចុចនៅត្រង់ folder ឬក៏ collection នេះក៏អត់ទាន់មានដែរព្រោះយើងអត់ទាន់បានទាញរូបចូលទេព្រោះអានេះវាប្រាប់ថាទីតាំងរូបវាមាននៅតាណាខ្លះអញ្ចឹងដំបូងចុច import ត្រង់នេះមកបន្ទាប់មកយើងមកមើលវាប្រាប់ថាទីតាំងរូបរបស់យើងនៅតាណាហើយអញ្ចឹងកន្លែងនេះយើងត្រូវសិក្សាស្វែងយល់វាបន្តិចនៅក្នុង computer យើងវាមាន hard disk មួយប៉ុន្តែវាបែងចែកជាdrive ឬក៏ disk ហ្នឹងជាប្រមាណចំណែកទៅដើម្បីកុំឲ្យច្រឡំគ្នាមួយវាដាក់សម្រាប់ដាក់ system មួយទៀតយើងសម្រាប់ដាក់រូបភាពដាក់អីចឹងទៅហើយនៅក្នុង computer របស់ខ្ញុំនេះមាន3គឺមាន drive C drive D និង drive G បាទអូខេ DC D ហើយនិង G អញ្ចឹងមើលសញ្ញាព្រួយកន្លែងនេះយើងឃើញសញ្ញាព្រួយនេះមានន័យថាវាលាក់នៅខាងក្នុងមានទៀតអញ្ចឹងបើយើងចុចនេះមកចុចសញ្ញាព្រួយហ្នឹងវាតម្លាក់ចុះមកក្រោមអញ្ចឹងយើងឃើញ folder រាយតូចនៅនឹងគឺមានទាំងអស់អញ្ចឹងនៅក្នុងនេះគឺវាបែបហ្នឹងអញ្ចឹងឥឡូវបើយើងចុចអានេះវាឡើងមកបាទវាលាក់ទៀតអញ្ចឹងយើងត្រូវមើលកន្លែងនេះអូខេអញ្ចឹងមើល try C ម្ដងទៀតណាបាទ try C ឥឡូវយើងចង់ចូលទៅមើលគេបើយើងនៅក្នុង document យើងចូលតាមនេះណាយើងចូលឡើងuser នេះពូទីតាំងដើមវាគឺបែបហ្នឹងយើងចូលក្នុង user ហើយយើងទៅមើលឈ្មោះរបស់យើងឲ្យគេបាទអានេះយើងដេញវារហូតណាបាទបន្ទាប់មកយើងមើលឃើញ document នេះបាទនេះ document ហើយនេះ download folder download របស់យើងពេលចុចទៅលើវានេះវារាវមកទាំងអស់ហើយរាវមកទាំងអស់ហើយយើងចុចទៀតនេះមកវាបង្ហាញ folder ដែលមាននៅក្នុងនឹងទៀតអញ្ចឹងយើងត្រូវមើលរូបរបស់យើងទៅហើយបាទអញ្ចឹងក្នុងនេះក្នុង download នេះនៅខាងក្រៅ folder នេះវាអត់មានរូបអីមានតែមួយទេមានវីដេអូមួយបាទអញ្ចឹងនេះរូបរបស់ខ្ញុំទុកនៅនេះអញ្ចឹងរូបភាពបងប្អូនយើងដាក់នៅខុសគ្នាយើងត្រូវមើលតាមទីតាំងហ្នឹងទៅប៉ុន្តែបើយើងដាក់នៅក្នុង document ឬក៏នៅក្នុង download អីកុំភ្លេចចូលមើលក្នុង drive C នេះហើយមកមើលកន្លែង user នេះហើយយើង select រកមើលឈ្មោះ username របស់យើងទៅហើយឥឡូវខ្ញុំសាកដាក់រូបមួយបាទនេះនៅក្នុងនេះណាបាទឥឡូវយើងចង់ដឹងថាអានឹងទីតាំងវាមិនចាំមើលខ្ញុំចូលទៅមើលណាបាទនៅក្នុង drive C download ហើយ the tool legend អូខេចាំមើលខ្ញុំចូលមកក្នុង file explorer អញ្ចឹងនេះយើងមើលឃើញ file explorer នេះ download នេះកន្លែងនេះណាបាទ download the tool legend នេះយើងមើលទីតាំងវានៅខាងលើឃើញសញ្ញាព្រួយណាបាទនេះយើងមើលទីតាំងវាយើងចុចបែបនេះទៅនេះយើងចុចចេះមកចុចលើវាចេះមកនឹងឃើញទីតាំងពិតប្រាកដវាបង្ហាញនេះ try C user ឈុន download the tool legend អូខេអញ្ចឹងយើងឃើញរូបនេះនឹងទីតាំងពិតប្រាកដឥឡូវយើងខាងនេះយើងដក select ទៅកុំឲ្យវា select ទាំងអស់យើងចង់យករូបណាមួយមកកែមកលើចឹងយើងត្រូវទុកពេលឲ្យវាក្នុងការទាញរូបសិនមិនមែនយើងចុចពីមួយទៅមួយឆ្លាស់ចឹងហើយយើងថាអត់ឃើញទេឥឡូវទីឲ្យខ្ញុំយករូបណាមួយស្រួលមកកែបាទចុច tick តែមួយមកហើយយើងមើលពាក្យថា import នៅខាងក្រោមនេះចុច import មក
ចាំមកយើងthíchរូបច្រើនគឺវាតែការចំណាយពេលច្រើនអញ្ចឹងខ្ញុំយករូបតែមួយឥឡូវនេះយើងនៅក្នុងផ្ទាំង library ដដែលទេបានត្រឹមតែមើលទេណាហើយយើងឃើញរូបបើយើង import មកច្រើនរូបវានៅខាងក្រោមនេះទាំងអស់តែនេះខ្ញុំយកមកតែមួយទេអញ្ចឹងនៅត្រង់នេះអត់អាចធ្វើបានទេហើយកន្លែងនេះគ្រាន់តែជាទីតាំង album ដែលយើង save ទេនេះយើងឃើញមិញនៅក្នុង folder The Tool Legend នេះខ្ញុំទាញមកតែមួយទេអញ្ចឹងវាបង្ហាញមួយអញ្ចឹងកន្លែងនេះយើងសិក្សាស្វែងយល់តិចទៅក្នុងមេរៀនហើយបន្ទាប់មកឥឡូវដើម្បីដាក់ពណ៌ចូលមកក្នុង develop នេះមកអញ្ចឹងរូបមិញដែលយើងចុចឃើញទេបាទវា load មកនៅក្នុង develop នេះអញ្ចឹងបានយើងមកមើលនៅកន្លែង preset នេះហើយបានយើងចុចសញ្ញាបូកយើងយកពី import preset ហើយទៅ select យក code ពណ៌ដែលខាងក្រុមការងារផ្ញើឲ្យទៅអញ្ចឹងនៅកន្លែងនេះនឹងឃើញ code ពណ៌ជាភាសាខ្មែរនឹងហើយបាទតែប៉ុណ្្នឹងឯងអញ្ចឹងឥឡូវដោយសារខ្ញុំអត់ទាន់បាន save preset ចូលអញ្ចឹងចាំមើលខ្ញុំធ្វើឲ្យមើលចុះអត់អីឡើយមើលកូដពណ៌ឥឡូវខ្ញុំដាក់មួយសិនកុំឲ្យនេះបាទខ្ញុំដាក់VIP pack diamond យើងចុច my ស្ដាប់មិញដោយសារនេះវាអត់តន់ download ដែរទំហំវាធំវាអត់តន់ down ទេអញ្ចឹងយើងកាលណាមានសញ្ញាព្រួយយើងចុចទៅហើយពេលវិញចេះហើយយើងអាច save បានហើយយើងយកពាក្យថា save as មក save as ហើយយើងដាក់នៅទីតាំងណាក៏បានដែរឥឡូវទីតាំងរបស់វាដែលមានស្រេចនេះវានេះនៅក្នុង Telegram desktop នេះនៅក្នុងបាទនៅក្នុងនេះណា download Telegram desktop យើងមើលក្នុងនេះបានដូចគ្នាណានេះនៅក្នុងនៅខាងឆ្វេងនេះហើយណាពាក្យ download បាទរត់ឃើញនេះបាទយើងនេះ complete សញ្ញាព្រួយបាទនៅក្នុង download នេះ Telegram desktop នេះកូដពណ៌ហើយតាមពិតនេះវាបើនេះមានរួចហើយណាបើអត់មានទេចុច save ទៅបានហើយបាទឥឡូវទីហោះថាយើង save រួចហើយឥឡូវយើងមកចុច import យើងរកមើលទីតាំងនេះមក complete ថានេះមិនមែននៅផ្ទាំង library ទេគឺនៅផ្ទាំង develop ចុចមកយក import preset នាំចូល preset ឥឡូវនេះទីតាំងនៅក្នុង download Telegram desktop ចាំមើលមកស្ទុះដល់ពេលនេះដែរហើយយើងឃើញកូដពណ៌នៅទីនេះហើយបាទបាទរងចាំបន្តិចសិនអូខេអញ្ចឹងនេះកូដពណ៌របស់យើងហើយវានៅតែដដែលទេតាក់ទងជាមួយនឹងការប្រើប្រាស់នេះយើងឃើញសញ្ញាព្រួយហ្នឹងយើងចុចមកបានយើងអាចដាក់បានឥឡូវខ្ញុំមើលពណ៌កាហ្វេបាទនេះយើងប្រើយើងចុចចឹងតែមិនមែនចុចឥឡូវនេះទេឥឡូវនេះជាចំណាត់ថ្នាក់ប្រភេទពណ៌ទេណាបាទជាងពណ៌មានច្រើនសំខាន់ឲ្យតែយើងមានប្លង់នៃការថតដែលយើងថតមានបច្ចេកទេសខ្លះទៅវាអាចជួយបានដែរបាទពណ៌ចេញមកគឺយើងអាចមើលឃើញភាពខុសប្លែកនេះច្រើនខ្លាចតែយើងអត់មានប្លង់អានឹងបានអត់មានប្លង់ថតអានឹងបានពិបាកណាបាទអូខេអញ្ចឹងយើងឃើញហើយអញ្ចឹងមានតែប៉ុណ្្នឹងឯងសម្រាប់ការទាញកូដពណ៌ចូលហើយទាញរូបភាពចូលអញ្ចឹងសម្រាប់បងប្អូនដែលច្រឡំឬក៏ពិបាករកកន្លែងហ្នឹងសូមអាចទៅមើលមេរៀនគោលទី1ក៏បាន